សួស្តីអ្នកទាំងគ្នាថ្ងៃនេះខ្ញុំមកណែនាំអ្នកទាំងគ្នាហាងកាហ្វេ4កន្លែងតាមបែបធម្មជាតិដែលអ្នកទាំងគ្នាទៅហើយគឺអត់ខកបំណងទេដែលហាងកាហ្វេទី1នោះគឺមានឈ្មោះថាប្រប្រក់ហាងកាហ្វេនេះគឺមានទីតាំងនៅជិតអ៊ីអន2ហើយអ្នកទាំងគ្នាតម្លៃនិងរសជាតិកាហ្វេនៅនេះមកសមរម្យអាចទទួលយកបានចូលចិត្តហាងកាហ្វេណាដែលមើលទៅ relax ហើយបែបធម្មជាតិបែបនេះចឹងខ្ញុំ recommend ឲ្យអ្នកទាំងគ្នាមកគឺអត់ខុសទេគេមានទាំង outdoor ហើយនិង indoor ឲ្យយើងណាអ្នកដែលចូលចិត្តថតរូបអីមកហាងកាហ្វេនេះគឺត្រូវហ្មងហើយហាងកាហ្វេទី2នេះគឺឈ្មោះម្លប់ធម្មជាតិក៏ស្អាតដូចដែលហាងកាហ្វេទី1អញ្ចឹងអ្នកទាំងគ្នាប៉ុន្តែគ្រាន់តែថាពេលដែលខ្ញុំមកគឺវារៀងល្ងាចឯងម៉ោង6អីហើយអញ្ចឹងណាអញ្ចឹងហាងកាហ្វេនេះបើសិនជាអ្នកទាំងគ្នាមកយើងមេឃភ្លឺបន្តិចគឺអ្នកទាំងគ្នាឃើញសម្រស់ធម្មជាតិចេញមកស្អាតហ្មងនៅនេះគឺមានចង់រឹងចង់អីយើងអង្គុយតែបើសិនជាអ្នកទាំងគ្នាចង់កេងអីក៏បានដែរអត់អីទេហើយនៅនេះក៏មានជាលក្ខណៈភោជនីយដ្ឋានដែរប៉ុន្តែអត់ហាឡាឡេចាអ៊ីស្លាមយើងប្រហែលជាញ៉ាំអត់បានទេណាហើយមួយទៀតអ្នកទាំងគ្នានៅនេះហាគូខ្ញុំមិនដឹងនិយាយថាមកគេទីតាំងមួយប្លង់មួយគឺស្អាតតែជារឿងមួយដែលសោកស្ដាយខ្លះមែនតើដែលទៅយើងល្ងឹតហើយអ្វីដែលខ្ញុំចូលចិត្តបំផុតពីហាងកាហ្វេមួយនេះគឺនៅតាមផ្លូវនៅក្នុងសួនច្បាររបស់គេគឺគេដាក់ជាលក្ខណៈរូបគំនូរព្រោះដោយសារមនុស្សខ្ញុំចូលចិត្តរូបគំនូរខ្លាំងហើយពេលដែលខ្ញុំទៅនឹងក៏ខ្ញុំបានកំងមច្ឆាញ៉ាំដែរអូយអ្នកតាគ្នាមច្ឆាគេឆ្ងាញ់ខ្លាំងមែនតើឈ្ងុយទៀតហើយប្អូនខ្ញុំគឺវក់ជាមួយនឹងឆ្មាខ្លាំងហើយសម្រាប់ហាងកាហ្វេទី3នេះវិញគឺមានឈ្មោះថាបូបូកាហ្វេនេះគឺមានទីតាំងនៅជ្រោយចង្វាអ្នកតាគ្នាគឺមានច្រើនសាខាមែនតើប៉ុន្តែសាខាដែលខ្ញុំថតដាក់នៅក្នុងវីដេអូនេះគឺសាខាជ្រោយចង្វានៅពេលដែលចូលមើលអ្នកទាំងគ្នាដោយឋានសួគ៌អញ្ចឹងគឺគេមានអាផ្សែងសនឹងអញ្ចឹងអូយនៅនេះគឺខ្ញុំស្រឡាញ់ខ្លាំងមែនតែនហ្មងនៅប្លង់មួយនេះក៏ថតរូបស្អាតដែរហើយបន្ទប់ទឹកគេក៏ស្អាតដែរអ្នកទាំងគ្នាសំខាន់កាហ្វេហើយនិងមច្ឆាគេក៏ឆ្ងាញ់ទទួលយកបានហើយអ្វីដែលខ្ញុំចូលចិត្តនៅកន្លែងហ្នឹងបំផុតដែរអ្នកទាំងគ្នាគឺនំដូចជានំតកៅគឺខ្ញុំញ៉ាំឡើងអស់ពីប្រអប់ថ្ងៃហ្នឹងត្រង់ស្ពានដែលខ្ញុំថតមិញហ្នឹងគឺមានត្រីនេះអ្នកទាំងគ្នាមិនដឹងថាត្រីគេទេប៉ុន្តែស្អាត cute ខ្លាំងមែនតែនប្លង់មួយណាក៏ស្អាតដែរខ្ញុំស្រឡាញ់ហាងកាហ្វេនេះខ្លាំងមែនតែនសឹងថាចង់ទៅម្ដងទៀតហើយគេក៏មានជាលក្ខណៈ indoor ដែរអ្នកទាំងគ្នានៅក្នុងហាងរបស់គេគឺធំស្រឡះមានអារម្មណ៍ថា comfortable ខ្លាំងមែនតែនអ្នកទាំងគ្នាចឹងខ្ញុំ recommend ឲ្យអ្នកទាំងគ្នាមកលេងកន្លែងនេះណាគឺទីតាំងនៅជ្រោយចង្វាហើយហាងកាហ្វេទី4នោះគឺថ្មមួយដុំហាងកាហ្វេនេះក៏មានលក្ខណៈពិសេសដែរព្រោះដោយសារវាមានទឹកធ្លាក់ដូចគ្នាហើយអ្វីដែលសំខាន់គឺមានត្រីដូចអ្នកទាំងគ្នាឃើញនៅដើមវីដេអូចឹងត្រីគេច្រើនខ្លាំងមែនតែនហ្មងអ្នកទាំងគ្នាឲ្យធំខ្លាំងណាហាងកាហ្វេនេះគឺមានទាំង indoor ហើយនិង outdoor ហើយមានច្រើនជាន់ខ្លាំងមែនទេប៉ុន្តែខ្ញុំថតមកវាដូចជាអត់សូវអស់ប្រហែលទេណាតើគ្នាណាមួយទៅយើងល្ងាចហើយប្រញាប់ទៅផ្ទះវិញហ៎អូខ្ញុំភ្លេចប្រាប់អ្នកតើគ្នាថាទីតាំងរបស់ហាងកាហ្វេមួយនេះគឺនៅបឹងកេងកង3បើសិនជាអ្នកតើគ្នាចាប់អារម្មណ៍ចង់ទៅអីគ្រាន់តែវាយនៅក្នុង Google ដាក់ថាកាហ្វេថ្មមួយដុំអីចឹងទៅគឺវាចេញហើយកន្លែងនេះដែរគឺគេមានអាងចិញ្ចឹមត្រីធំហើយមិនដឹងជាត្រីអីខ្លះបើត្រីនេះវិញគឺអ្នកតើគ្នាអើយវានៅស្ងៀមអត់កម្រើកសោះដូច introvert ហ្មងណា